My high respect to all honorable man in this class, and today we continue learning the paragraph. And this is the title of the paragraph for today, and we're still studying in this YouTube paragraph. Okay, the title is My Favorite Place. My favorite place in Khmer ទីកន្លែងជាទីពេញចិត្តឬក៏ជាទីបោកចិត្តរបស់ខ្ញុំ Okay, first I read the paragraph for all of you. My favorite place is a pagoda. I can see a lot of tall trees, various flowers, and nice pond with beautiful lotus, temple, and nice residence of mine. In my free time, I always go to relax under the trees. They are tall and their shade is very cool when I relax. Sitting there make my feeling fresh and cut down all worries. Moreover, there are many birds on the trees. I am very glad to hear the sound of those birds. Their sound makes my mind to be romantic and happy. Especially when I sit at the banks of pond, I have good feeling. Because I can see the beauty of lotus and the smells to my nose. In the ponds, there are a lot of fish moving from one side to another side. Surely, pagoda is a silent place from grounded voice of people, and I can sing positive manner easily. I can hear the sound of the Dharma of Mass. It helps control my mind when I have problems in working place and family. To sum up, pagoda is the best place, yes, the best place, sorry. It's the best place for me to relax in my free times. Okay. Now I translate it my all of you. My favorite place is a pagoda. ទីកន្លែងដែលទីពេញចិត្តរបស់ខ្ញុំគឺវត្តអារាមខ្ញុំអាចមើលឃើញនៅដើមឈើខ្ពស់ៗជាច្រើនផ្កាចម្រុះពណ៌ various color ផ្កាចម្រុះពណ៌ហើយនឹងស្រះទឹកដ៏ស្រស់ស្អាតជាមួយនឹងការឈប់ដ៏ល្អដ៏ស្រស់ស្អាតព្រះវិហារហើយនឹងកុដិរបស់ព្រះសង្ឃគង់នៅដ៏ល្អប្រពៃនៅក្នុងពេលទំនេររបស់ខ្ញុំតែងតែទៅសម្រាប់លំហែនៅក្រៅដើមឈើទាំងឡាយក៏ដើមឈើជាច្រើនមានដើមឈើខ្ពស់ហើយបន្លប់របស់វាត្រជាក់ល្ហឹមនៅពេលដែលខ្ញុំឈប់សម្រាកនៅក្រៅដើមឈើនោះការអង្គុយនៅទីនោះ sitting there ការអង្គុយនៅទីនោះការអង្គុយចរន្តមកដែរចរន្ត IG ដែរការអង្គុយនៅទីនោះធ្វើឲ្យអារម្មណ៍របស់ខ្ញុំស្រស់ថ្លាឬស្រស់ស្រាយហើយកាត់បន្ថយនៅក្តីបារម្ភឬក៏កង្វល់ទាំងឡាយទាំងអស់ all worries ឡើងជាណៅមកក្តីកង្វល់ឬក៏ការព្រួយបារម្ភទាំងអស់លើសពីនេះទៅទៀតឬក៏ម្យ៉ាងទៀតមានសត្វបក្សាបក្សីជាច្រើននៅលើដើមឈើខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដោយបានឮនៅសំឡេងរបស់សត្វបក្សាបក្សីទាំងអស់នោះ those birds ទាំងអស់នោះសំឡេងរបស់ពួកវាធ្វើឲ្យចិត្តរបស់ខ្ញុំអន្លង់អន្លយហើយរីករាយជាពិសេសនៅពេលដែលខ្ញុំអង្គុយនៅមាត់ស្រះទឹកខ្ញុំមានអារម្មណ៍ល្អពីព្រោះខ្ញុំអាចមើលឃើញនៅសម្រស់របស់ផ្កាឈូកហើយនឹងក្លិនរបស់វាមកដែលប្រហើរមកកាន់ច្រមុះឬក៏នាសារបស់ខ្ញុំនៅក្នុងស្រះទឹកមានត្រីជាច្រើនកំពុងហែលឆ្វេងស្វាត់ពីកន្លែងមួយទៅកាន់កន្លែងមួយទៀតប៉ុន្តែវត្តអារាមគឺជាទីកន្លែងដ៏ស្ងៀមស្ងាត់ដែលនៅឆ្ងាយจากពីសំឡេងអ៊ូអររបស់មនុស្សម្នាជាច្រើនហើយខ្ញុំអាចគិតនៅរឿងអ្វីមួយនៅបញ្ហាអ្វីមួយបែបវិជ្ជមាន
យ៉ាងងាយស្រួលខ្ញុំអាចលើ I can hear ខ្ញុំអាចលើនៅសំឡេងព្រះធម៌របស់ព្រះសង្ឃដែលលោកស្វាត់ជាវាជួយគ្រប់គ្រងចិត្តរបស់ខ្ញុំនៅពេលដែលខ្ញុំមានបញ្ហានៅក្នុងកន្លែងធ្វើការព្រមទាំងនៅក្នុងក្រុមគ្រួសារផងដែរតាមសេចក្តីសន្និដ្ឋានវត្តអារាមគឺជាទីកន្លែងដ៏ល្អប្រណិតសម្រាប់ខ្ញុំដើម្បីឈប់សម្រាប់ឬក៏សម្រាប់លំហែនៅក្នុងពេលទំនេររបស់ខ្ញុំគាត់ណាអញ្ចឹងណាបកប្រែពីចាប់ទៅហើយអញ្ចឹងជាចុងក្រោយសូមគិតពរចាស់គ្រប់អង្គមានសុខភាពល្អទៅជាបានសម្រេចនៅភាពជោគជ័យនាពេលអនាគតប្រភេទ finally I would like to wish all Honorable Bank in this class have good health and get successful in the future. Thank you so much.